មន់ខ្មៅយើងដុតគឺបានច្រើនហើយបងប្អូនគឺវាឈ្ងុយមែនតើឈ្ងុយពេញផ្ទះបងប្អូនឥឡូវយើងស្រង់ដាក់ចានមកហើយជាមួយទឹកត្រីដែលយើងបានបុកហ្នឹងគឺមានជាតិឈ្ងុយខ្លាំងមែនតើឈ្ងុយពេញផ្ទះលើល្បីថាមន់ហ្នឹងឆ្ងាញ់ឥឡូវសាកមើលបើសិនជាបានបបរទៀតកាន់តែអែមបងប្អូនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីគឺល្អមែនតើនៅសារថ្ងៃនេះតនេហើយយើងបានធ្វើមុខថ្មីមួយដែលប្លែកហើយល្បីមែនតើឥឡូវបងប្អូនមកទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទមុខម្ហូបនោះគឺយើងដុតមន់ខ្មៅណាបងប្អូនប្រហែលជាធ្លាប់បានដុតហើយមន់ខ្មៅគឺល្បីថាឆ្ងាញ់មែនទែនឥឡូវយើងអត់មានទេគ្រាន់តែលាយគ្រឿងជាមួយនឹងប្រេងខ្យងរ៉ូឌីអំបិលស្ករប៊ីចេងតែប៉ុណ្ណឹងបងប្អូនហើយមានបន្លែដូចជាដាក់ច្រើនទេគឺដាក់តែជាវចេកស្ពៃក្តោបហើយនឹងខាត់ណាតែប៉ុណ្ណឹងបងប្អូនបើសិនជាបងប្អូនចង់ដាក់បន្ថែមហ្នឹងតែចិត្តបងប្អូនតែចំពោះខ្ញុំនឹងដាក់តែប៉ុណ្ណឹងបានហើយគឺចំណង់ចំណូលចិត្តខ្ញុំតែប៉ុណ្ណឹងបានគឺឆ្ងាញ់ហើយបងប្អូនអានេះគ្រាន់តែការរបៀបលាយគ្រឿងដូចដាក់ប្រេងខ្យងអំបិលស្ករប៊ីចេងហើយនឹងរ៉ូឌីបងប្អូនឲ្យវាច្របាច់វាទៅឲ្យវាសព្វចូលសាច់យើងកាន់តែឆ្ងាញ់បងប្អូនមន់ខ្មៅគឺល្បីមែនតើបើបានដាក់បបរទៀតគឺកាន់តែលេខ1ហ្មងមន់ខ្មៅបងប្អូនបាទហើយបន្លែយើងក៏ស្រស់ទៀតបងប្អូនទំនៀងទឹកថ្មីស្ពៃក្តោបលឹកខ្ទឹមត្រយូងចេកហើយនឹងខាត់ណាខៀវបាទអែមហ្មងបងប្អូនអែមហ្មងយើងប្រឡាក់មន់ឲ្យយាយឥឡូវយើងមកហៀបត្រយូងចេកម្ដងបងប្អូនយើងក្រាលបាតវាក្រាលអញ្ចឹងកុំឲ្យខ្លោចបងប្អូនយើងក្រាលដាក់តាមចំណង់ចំណូលចិត្តមកវាយើងចង់ថែមបន្លែទៀតក៏បានដែរឥឡូវខ្ញុំដាក់តែត្រយូងចេកខាត់ណាហើយនឹងដាក់ចាក់សាច់មាន់ចូលទៅបើស្ពៃក្តោបយើងចាំដាក់ក្រួយព្រោះអាហ្នឹងវាឲ្យលួយលឿនណាបងប្អូនពេលអញ្ចឹងយើងចាក់ពេលចានតិចកុំឲ្យវាខ្លោចឆ្នាំងយើងអញ្ចឹងណាបងប្អូនដល់ពេលយើងចាក់ហើយយើងគ្របវាមកហើយយើងទៅធ្វើឲ្យមកមុខទៀតបងប្អូនបាទឥឡូវមាន់ខ្មៅយើងធ្វើបានឆ្អិនប្រហែល 70% ហើយឥឡូវយើងសាក់ដាក់ស្ពៃក្តោបចូលបងប្អូនណាកុំឲ្យវាយូរពេកនៅពេលអញ្ចឹងដាក់ឲ្យទៅកុំឲ្យវាឆាប់ឆ្អិនព្រោះស្ពៃក្តោបវារលឿនអញ្ចឹងដាក់គ្របប្រហែល 1-2 នាទីយើងបិទទៅគឺលើកមកវិញគឺអែមហើយអាចបានហូបបានហើយបងប្អូនអធិស្ឋានបងប្អូនដោយសារយើងបញ្ចូលសំឡេងទៅមានការរំខានតិចដោយសារយប់អត់បានសើតនេអញ្ចឹងយើងបញ្ចូលពេលថ្ងៃបងប្អូនណាយើងធ្វើការបិទហ្គាសយើងបើកកំបឆ្នាំងមកអូហូបងប្អូនឆ្អិនឲ្យឈ្ងុយពេញផ្ទះតែម្ដងបាទមាន់ខ្មៅយើងកម្រមែនតើបងប្អូនបាទដោយសារមាន់ហ្នឹងលឺល្បីថាឆ្ងាញ់ឥឡូវសាក់ដល់ម្ដងបើបានបបរទៀតកាន់តែឆ្ងាញ់លេខ1បងប្អូនល្បីថាលេខ1គេថាឆ្ងាញ់ដល់ពេលអញ្ចឹងយើងសាកខ្លួនឯងម្ដងដល់ពេលសាកទៅមានអីទៅនៅមកគេដែរតាតែនបងប្អូនមុខហូបយើងគឺបានរួចជាស្រេចហើយជាមួយការដុតមាន់ស្រែខ្មៅជាមួយទឹកត្រីកកងយើងគឺអែមមែនតើបងប្អូនបើសិនជាបងប្អូនចំណង់ចំណូលចិត្តចង់ដាក់បន្លែថែមដាក់បានតែខ្ញុំចង់បានតែប៉ុណ្ណឹងគឺអែមហើយល្បីតែឆ្ងាញ់ឥឡូវសាកខ្លួនឯងម្ដងគឺឆ្ងាញ់របស់គេមែនបងប្អូន